តែបងប្អូនណាខ្លះធ្លាប់ឮរឿងបិសាចភ្នំខ្ញុំលើកយកមកនិយាយជូនបងប្អូនបន្តិចដើម្បីជាប្រយោជន៍នៅក្នុងការគិតកាលពីសម័យកាលបុរាណស្ថិតនៅក្នុងសម័យកុលសម្ព័ន្ធនៅពេលនោះវិទ្យាសាស្ត្រគឺមិនទាន់មានការរីកចម្រើននៅឡើយទេវាស្ថិតនៅក្នុងលក្ខណៈនៃសម័យកាលបុរេប្រវត្តិយើងហៅថាសម័យកាលថ្មបំបែកនៅពេលនោះគឺមានកុលសម្ព័ន្ធមួយក្រុមគាត់រស់នៅក្នុងព្រៃហើយនៅក្នុងព្រៃនោះគឺមានបិសាចដ៏កាចសាហាវនោះគឺជាសត្វខ្លាព្រៃដែលខ្លាព្រៃនោះវាមានកម្លាំងខ្លាំងក្លាខ្លាំងណាស់នៅក្នុងការសម្លាប់សត្វផ្សេងៗរួមទាំងមនុស្សផ្សេងៗដែលទៅទន្ទ្រាននៅលើភ្នំនោះរហូតវាជាប់រហស្សនាមថាបិសាចភ្នំហើយគ្មានបុគ្គលណាមួយហ៊ានតតាំងជាមួយនឹងសត្វខ្លាឡើយដូច្នេះហើយមនុស្សនៅក្នុងកុលសម្ព័ន្ធតែងតែយកសត្វផ្សេងៗដែលគាត់ចិញ្ចឹមនឹងយកទៅឲ្យសត្វខ្លានោះវាស៊ីហើយជាច្រើនខែជាច្រើនឆ្នាំទៅសត្វខ្លានោះវាកាន់តែរស់នៅយ៉ាងសុខសាន្តសាន្តជាពិសេសវាមិនចាំបាច់ចេញទៅបរបាញ់សត្វអ្វីទៀតឡើយដូច្នេះហើយធ្វើឲ្យអំបូរនៃសត្វខ្លានោះវាបានកើតជាកូនពូនជាចៅបានយ៉ាងច្រើនក្បាលហើយទីបំផុតក្រុមមនុស្សគឺអស់សត្វចិញ្ចឹមយកទៅឲ្យសត្វខ្លានោះស៊ីដូច្នេះមនុស្សត្រូវតែរកវិធីដើម្បីដោះស្រាយកុំឲ្យសត្វខ្លាវាមកទន្ទ្រានអ្នកភូមិអញ្ចឹងហើយមនុស្សក៏ចាប់ផ្ដើមសម្រេចចិត្តយកជីវិតមនុស្សយកទៅថ្វាយទៅដល់សត្វខ្លានោះទៀតផងប៉ុន្តែការយកជីវិតមនុស្សទៅថ្វាយដល់សត្វខ្លាវាមិនបានធ្វើឲ្យសត្វខ្លានោះវាឈប់ស្រេកឃ្លានឡើយហើយក៏មិនបានធ្វើឲ្យសត្វខ្លានោះឈប់មកលុកលុយអ្នកភូមិផងនោះផងដែរប៉ុន្តែវាផ្ទុយទៅវិញធ្វើឲ្យអំបូរនៃសត្វខ្លានោះកាន់តែច្រើនឡើងនិងមានฤทธิ์អំណាចហើយពេលមួយសត្វខ្លាក៏បាននាំហ្វូងរបស់វាចូលមកលុកលុយទន្ទ្រានទៅលើក្រុមកុលសម្ព័ន្ធធ្វើឲ្យក្រុមកុលសម្ព័ន្ធស្លាប់ទៅតែដាច់ពូជផងដែរគំនិតមួយនេះគឺចង់បញ្ជាក់យើងថាបើសិនជាយើងរស់នៅក្នុងភាពអយុត្តិធម៌ការគៀបសង្កត់កេងប្រវ័ញ្ចធ្វើបាបយើងគ្រប់មជ្ឈដ្ឋានដូច្នេះហើយយើងក៏មិនគួរអត់ធ្មត់នៅក្នុងភាពរងទុក្ខលំបាកវេទនាដែរមានន័យថាត្រូវតែហ៊ានប្រយុទ្ធត្រូវតែហ៊ានតតាំងដើម្បីការពារសេចក្តីថ្លៃថ្នូររបស់យើងផងដែរមិនអាចបើកដៃបើកទ្រូងឲ្យគេចូលមកស៊ីយើងតាមតែអំពើចិត្តបានឡើយបើសិនជាយើងបើកដៃបើកទ្រូងឲ្យគេចូលមកឈ្លានពានយើងបំពានយើងម្ដងហើយម្ដងទៀតហើយគេមិនខ្លាចរឯងយើងសំបីតែបន្តិចហើយលើក្រោយគេនឹងចូលមកកាន់តែច្រើនគេនឹងចូលមកកាន់តែខ្លាំងគេនឹងទន្ទ្រានទៅដល់កូនចៅរបស់យើងយ៉ាងពិតប្រាកដមានន័យថាបើសិនជាយើងមិនតតាំងនៅថ្ងៃនេះទេថ្ងៃក្រោយគេនឹងទន្ទ្រានធ្វើបាបទៅដល់កូនចៅរបស់យើងវាប្រៀបដូចជាកុលសម្ព័ន្ធព្រៃភ្នំនោះអញ្ចឹងមិនហ៊ានតតាំងជាមួយនឹងសត្វខ្លាឡើយហើយលទ្ធផលចុងក្រោយអស់សត្វគោក្របីជ្រូកមាន់ទានៅក្នុងភូមិរួមទាំងជីវិតមនុស្សអស់ជាច្រើនអ្នកទៀតផងនេះហើយគឺជាហេតុផលដែលយើងត្រូវសិក្សាអំពីចិត្តសាស្ត្ររបស់ជនឈ្លានពានថាបើគេមានបំណងឈ្លានពានយើងថ្ងៃនេះហើយថ្ងៃស្អែកគេនឹងឈ្លានពានយើងទៀតថ្ងៃក្រោយក៏គេនឹងឈ្លានពានយើងដែរបើសិនជាយើងមិនតស៊ូយើងមិនតតាំងនៅថ្ងៃនេះយើងមិនអាចឱនក្បាលឲ្យគេសម្លាប់យើងតាមតែអំពើចិត្តទេយើងគឺជាមនុស្សមិនមែនជាសត្វឡើយបងប្អូនក៏បានដឹងហើយថាប្រវត្តិសាស្ត្ររបស់ខ្មែរយើងតាំងពីចុងសម័យអង្គរមកយើងគិតត្រឹមឆ្នាំ1300ជាងមកដល់1900ជាងយើងគិតថាខ្ទង់600ឆ្នាំគឺយើងរស់នៅក្នុងភាពលំបាកវេទនាខ្លាំងណាស់គឺយើងបានក្លាយទៅជាទាសកររបស់បរទេសគេចាត់ទុកយើងធ្វើជាទាសករមានន័យថាទ្រព្យសម្បត្តិមាសប្រាក់ព្រមទាំងជីវិតរបស់យើងគឺคล้ายទៅជាកម្មសិទ្ធិរបស់គេវាប្រៀបដូចជាបិសាចខ្លាព្រៃភ្នំនោះអញ្ចឹងនៅពេលដែលមនុស្សនៃក្រុមកុលសម្ព័ន្ធបានបូជាអាហារជូនដល់វាជាប្រចាំថ្ងៃវាធ្វើឲ្យហ្វូងនៃបិសាចខ្លាកាន់តែមានឫទ្ធិធំឡើងហើយលទ្ធផលចុងក្រោយវាស៊ីទាំងក្រុមកុលសម្ព័ន្ធវាស៊ីទាំងមេកន្ទ្រាញនៃកុលសម្ព័ន្ធស្ទើរតែដាច់ពូជដូច្នេះក្នុងនាមយើងជាមនុស្សត្រូវតែហ៊ានតស៊ូត្រូវតែហ៊ានតតាំងឈរនៅក្នុងភាពជាមនុស្ស
ក្នុងភាពជាពលរដ្ឋគឺមានន័យថាយើងត្រូវតែរស់នៅក្នុងភាពថ្លៃថ្នូររបស់យើងមិនអនុញ្ញាតឲ្យគេជន់ឈ្លីប្រមាថយើងជាដាច់ខាតនៅក្នុងទំព័រប្រវត្តិសាស្ត្ររបស់យើងឈឺចាប់ច្រើនណាស់ហើយលទ្ធផលចុងក្រោយគឺយើងស្លាប់យ៉ាងរង្គាលនេះហើយគឺជាហេតុផលដែលខ្ញុំត្រូវចងក្រងគំនិតអារិយប្រទេសឡើងក្នុងគោលបំណងពង្រឹងស្មារតីដល់ប្រជាពលរដ្ឋខ្មែរយើងឲ្យមានស្មារតីរឹងប៉ឹងឡើងតស៊ូជាមួយនឹងបិសាចនានាដែលវាចង់ឈ្លានពានចង់ទន្ទ្រានលើជីវិតរបស់យើងវាចាត់ទុកយើងជាទាសករដូច្នេះហើយយើងត្រូវតែតស៊ូដើម្បីភាពរីកចម្រើនរបស់យើងទាំងអស់គ្នាប្រទេសកម្ពុជាជារបស់ពលរដ្ឋខ្មែរដូច្នេះប្រជាពលរដ្ឋខ្មែរមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការកសាងប្រទេសជាតិយើងឲ្យរីកចម្រើនទាំងអស់គ្នាស្របតាមច្បាប់ធម្មនុញ្ញមាត្រា51បានចែងថាពលរដ្ឋជាម្ចាស់ប្រទេសពលរដ្ឋជាម្ចាស់អំណាចដូច្នេះយើងត្រូវតែរស់នៅក្នុងភាពថ្លៃថ្នូរក្នុងនាមជាពលរដ្ឋនិងនាមជាមនុស្សជាតិគាំទ្រខ្ញុំបាទដោយការជាវសិភៅអារិយប្រទេសដើម្បីផ្សព្វផ្សាយគំនិតអារិយប្រទេសកសាងប្រទេសជាតិយើងឲ្យរីកចម្រើនរុងរឿងខ្លាំងក្លាឡើងវិញមានតែយើងកសាងជោគវាសនារបស់យើងទើបយើងអាចរស់នៅសុខសាន្តយ៉ាងពិតប្រាកដ